ពីកើតមកចិត្ត30ឆ្នាំហើយនេះគឺជាលើកទី1ហើយដែលអ្នកផ្ទះខ្ញុំវិចនំអន្សមហើយអ្នកដែលនាំអាចវិចហ្នឹងគឺអត់មានណាគេទេគឺម៉ាក់នាងខ្ញុំតែម្ដងថាចង់វិចអន្សមវិចអីនេះខ្ញុំស្មានតែធ្លាប់វិចអន្សមចេះវិចដល់ពេលបានឃើញរូបរាងអន្សមជ្រូកដែលគាត់វិចហើយបានដឹងថាទឹកដៃពិតជាមិនធម្មតានំនេះក៏ខ្ញុំអត់ដែរបានវិចអត់ដែរបានចូលកម្មវិធីណាដែលគេវិចនំអន្សមបរិញ្ញាវិចនំអន្សមអីទេដំបូងយើងមកមើលគ្រឿងផ្សំក្នុងការដែលយើងប្រើប្រាស់ទៅលើការវិចអន្សមជ្រូកសម្រាប់គ្រឿងផ្សំមានដូចជាសណ្តែកហើយសណ្តែកនេះគឺយើងលាងឲ្យស្អាតហើយយើងដាក់ត្រាំឲ្យវារីកតិចទៅនៅអង្ករដំណើបសម្រាប់អង្ករដំណើបនេះបងប្អូននៅត្រូវការត្រាំទឹកទេបងប្អូនគ្រាន់តែលាងធម្មតាទៅហើយប្រឡាក់ជាមួយនឹងខ្ទិះដូងដោយសារតែពេលដែលរៀបចំលាយគ្រឿងផ្សំហ្នឹងគឺម៉ាក់ខ្ញុំអ្នកធ្វើខ្ញុំអត់បាននៅទេពេលមកដល់ហ្នឹងគឺគ្រឿងផ្សំរៀបចំហើយជាមួយនឹងសាច់ជ្រូកសម្រាប់សាច់ជ្រូកហ្នឹងគឺខ្ញុំប្រឡាក់ជាមួយនឹងអំបិលបន្តិចម្រេចហើយជាមួយនឹងខ្ទឹមសហើយខ្ទឹមសហ្នឹងអត់ម៉ត់ពេកយកនៅដុំៗគឺមកចាប់ផ្ដើមមើលស្នាដៃវិចនំដំបូងរបស់ខ្ញុំនំទី1របស់ខ្ញុំមកសម្រាប់នំនេះគឺរបៀបវិចគឺខ្ញុំមើលតាម YouTube ដែរទេគឺយើងរៀបស្លឹកចេកផ្ទាំងធំហ្នឹងជា2ដាក់វាដូចក្នុងវីដេអូបងប្អូនឃើញហើយយើងដាក់ប្រទេសតូចហ្នឹងគឺជាបាតនៅខាងក្នុងមួយទៀតបន្ទាប់ពីត្រៀបស្លឹកចេករួចដាក់ជាមួយនឹងអង្ករត្នោតហើយអង្ករត្នោតគឺពេលដែលដាក់មកគឺយើងត្រៀបវាឲ្យរៀបបែបនេះហ่าបងប្អូនហើយបន្ទាប់មកគឺយើងដាក់សណ្តែកសម្រាប់សណ្តែកបងប្អូនដាក់កាន់តែច្រើនគឺកាន់តែឆ្ងាញ់តែដោយសារតែខ្ញុំវិចដំបូងគឺខ្ញុំដាក់តិចស្ដើងហើយបន្ទាប់ពីដាក់សណ្តែកមកគឺដាក់ជាមួយនឹងសាច់ជ្រូកបន្ទាប់មកគឺយើងចាប់ផ្ដើមលើកស្លឹកចេកមកហើយយើងរុញចូលគ្នាឲ្យវាចូលជារាងមូលមានសាច់ជ្រូកនៅកណ្ដាលបន្ទាប់មកសណ្តែកហើយជាមួយនឹងអង្ករហ្នឹងគឺវានៅជារាងមូលបែបហ្នឹងបងប្អូនរួចហើយគឺយើងចាប់ផ្ដើមលមូលវាម្ដងតិចហើយយើងចាប់ផ្ដើមកាច់វាខាងក្រៅមួយដើម្បីយើងទៅត្រៀបខាងលើមានហើយយើងត្រៀបអង្ករខាងលើហ្នឹងឲ្យបានជិតល្អកុំឲ្យអន្សមយើងពេលយើងបើកមកចឹងទៅឃើញវារាយប៉ាយវាអត់ហាប់ល្អស្អាតល្អហើយនៅពេលដែលយើងរុញអង្ករប្រហាប់បានមកជាហឹងហើយគឺយើងបត់វាហើយយើងមកប្រហាប់មកជាហៀងទៀតបន្ទាប់មកគឺចាប់ផ្ដើមចងចុះសម្រាប់ការចងគឺគេចងពីកណ្ដាលទៅមុនរួចហើយបានចងខាងមុខចងខាងក្រោយបន្ទាប់ពីចងខាងមុខចងខាងក្រោយហើយបងប្អូនចាប់ផ្ដើមចងកន្លែងផ្សេងបន្ថែមទៀតដើម្បីឲ្យវាណែនល្អកុំឲ្យពេលដែលយើងស្ងោរទៅហៀហើយនេះគឺជារូបរាងអន្សមជ្រូកដែលខ្ញុំបានវិចលើកទី1អ្នកនរគ្នាឲ្យរ៉ែតបានដែរឥឡូវនេះមើលពីការវិចអន្សមលើកទី2របស់ខ្ញុំវិញបន្ទាប់ពីខ្ញុំបានវិចលើកទី1ហើយគឺខ្ញុំចាប់ផ្ដើមដឹងតិចនិចថាត្រូវធ្វើមិនពេលដែលមូលហើយចងទៅគឺស្រួលហើយអន្សមយើងស្អាតទៀតអញ្ចឹងដំបូងហ្នឹងគឺរៀបស្លឹកចេកដោយតាពីវគ្គទី1ដែរបងប្អូនហើយយើងដាក់អង្ករដាក់ស្តែកដាក់សាច់ជ្រូកអីដូចគ្នាហើយនឹងចាប់វាល្មូគឺដូចគ្នាប៉ុន្តែនៅពេលដែលល្មូហើយគឺអត់ទាន់ធ្វើការបត់ដើម្បីយើងសរេងកលើក្រោមនឹងឲ្យស្មើយើងធ្វើការចងកដាលមុនសិនបន្ទាប់ពីយើងចងកដាលហើយគឺយើងចាប់ដើមបត់ស្លឹកចេកមកខាងណាមុនក៏បានដែររួចហើយពេលមកខាងទៀតដែលយើងអត់បានបត់ហ្នឹងគឺយើងយកស្លឹកព្រាឬក៏យកធីងចេកអីហ្នឹងមកបុកអង្គរដើម្បីឲ្យវាចូលស្មើគ្នាហើយឲ្យហាប់ឲ្យអន្សមយើងហាប់ដែរបន្ទាប់ពីយើងធ្វើមកជាហៀងហើយយើងបត់យើងមកធ្វើមកចំហៀងទៀតបន្ទាប់ពីសងខាងដែលយើងបុកចូលហាប់អស់ហើយគឺចាប់ផ្ដើមមកចងពេលដែលចងហ្នឹងគឺយើងត្រូវចងចុងសងខាងហ្នឹងឲ្យតឹងណែនបានល្អការពារកុំឲ្យនៅពេលដែលយើងស្ងោរទៅអាចធ្វើឲ្យអន្សមយើងធ្លាយបន្ទាប់ពីចងកដាចងសងខាងហើយគឺបងប្អូនអាចចងចន្លោះផ្សេងបន្ថែមទៀតបានដូចខ្ញុំអញ្ចឹងគឺខ្ញុំចងរៀងច្រើនកន្លែងតិចដោយសារតែខ្ញុំខ្លាចធ្លាយដោយសារតែលើកដំបូងអញ្ចឹងយើងអត់ស្និតអត់ប្រកែចងអញ្ចឹងណាកន្លងដៃយើងអត់ដល់អញ្ចឹងយើងខ្លាចចងតែ3កង់ទៅខ្លាចស្ទើដៃវិចដំបូងអានេះអន្សមជ្រូក4នេះអន្សមជ្រូកស្នាដៃខ្ញុំវិចផ្ទាល់ហើយនេះស្នាដៃម៉ាក់ខ្ញុំនេះចាហានេះអាមុខជ្រុងហ្នឹងស្អាតតែជាងខ្ញុំដោយសារតែខ្ញុំអត់ចេះបត់ចឹងណាតែនេះនិយាយទៅសិតតែអ្នកលើកដំបូងវិចអន្សមនេះអានេះអន្សមជ្រូកគាត់ណានេះគឺមកដល់វគ្គស្ងោរខ្ញុំមើលក្នុង YouTube គេឲ្យស្ងោរពី6ទៅ8ម៉ោងអញ្ចឹងទៅក៏ខ្ញុំស្ងោរទៅតាមក្នុង YouTube នឹងដែរគឺដាក់តែ6ម៉ោងទេអត់ដល់8ម៉ោងទេប៉ុន្តែពេលហ្នឹងវារីកខ្លាំងមែនតើណាមួយខ្ញុំគិតថាប្រហែលមកពីសមជ្រូកខ្ញុំហ្នឹងតូចផងបងប្អូនព្រោះសមជ្រូកនៅពេលទិញតាមផ្សារអីចឹងគឺមកក្តាប់ហ្នឹងគឺហៀតែសមជ្រូករបស់ខ្ញុំគឺទូចធំអីចឹងខ្ញុំគិតថាទំហំហ្នឹងតែគេឲ្យស្ងោរ6ទៅ8ម៉ោងសម្រាប់អានសមគឺទំហំធំសម្រាប់ពេលទំហំខ្ញុំនេះវាទូចតែពេលយើងដាក់ដល់6ម៉ោងទៅជាអង្គរិចវិញហើយនេះគឺជាសភាពអន្សមពេលដែលឆ្អិនណាបងប្អូនអាចមើលអន្សមបានណាគឺទូចឯអត់ធំទេហើយសម្រាប់អន្សមនេះគឺ
សជាតិគឺទទួលយកបានប៉ុន្តែសម្រាប់ពណ៌សម្បុរគឺអត់សូវល្អឯពេលដែលខ្ញុំទិញនៅតាមផ្សារអញ្ចឹងពណ៌គេអង្គចេញពណ៌សស្បែកចេញពណ៌លឿងអញ្ចឹងហើយ snow វាចេញពណ៌ផ្សេងប៉ុន្តែនេះវិញអង្គជាមួយសណ្តែកគឺចេញពណ៌តែមួយហ្មងចឹងសម្រាប់បងប្អូនដែលធ្លាប់វិចឬក៏ជាអ្នកដែលវិចអន្សមលក់មានតិចនិចណាដែលធ្វើឲ្យអន្សមចេញពណ៌ស្អាតចាំជួយ comment ប្រាប់ខ្ញុំនៅខាងក្រោមផងខ្ញុំនឹងសាកល្បងធ្វើម្ដងទៀតទៅតាមបងប្អូន comment ប្រាប់ពួកឯងខ្ញុំនេះគឺជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំអន្សមជ្រូកខ្លាំង